ប៉ុន្មានឆ្នាំជិតៗនេះទម្រង់ដាំជីក្រហមបាននាំមកនៅប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់គ្រួសារជាច្រើននៅឃុំទ្រឹងខណ្ឌមានឱកាសមកទស្សនាទម្រង់ដាំជីក្រហមលើវាលស្រែរបស់គ្រួសារបងយ៉ាន់គាត់និងបងស្រីត្រាវធីថាញ់ថាវនៅភូមិទ្រឹងថឃុំទ្រឹងខណ្ឌស្រុកឡុងភូទើបឃើញច្បាស់ពីប្រសិទ្ធភាពសេដ្ឋកិច្ចដែលទម្រង់ដាំដំណាំនេះនាំមកបន្ទាប់ពីបានជំនួយបុលទុន30លានដុងពីមូលនិធិជំនួយកសិករបងគាត់បានពង្រីកទម្រង់ដាំជីក្រហមជាប្រភេទជីងាយដាំលូតលាស់ល្អមិនសូវមានដង្កូវអាចប្រមូលផលបានច្រើនដងចំណាយតិចនិងមានច្រកចេញស្ថិរភាពទើបជីក្រហមជាប្រភេទដំណាំពេញនិយមជួយឲ្យគ្រួសារបងគាត់កែលម្អប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពឆ្នាំនេះជាមួយផ្ទៃដីជិត3កុងបងគាត់បានចោះពូជដាំជីក្រហមដើមងប់ននងបច្ចុប្បន្នជីរបស់បងកំពុងក្នុងដំណាក់កាលប្រមូលផលអាស្រ័យអនុវត្តវិទ្យាសាស្ត្របច្ចេកទេសនិងមានការថែទាំត្រឹមត្រូវជីក្រហមលូតលាស់ល្អអាចប្រមូលផលបានជាង30គីឡូក្រាមក្នុងមួយថ្ងៃដោយមានតម្លៃលើទីផ្សារប្រមាណ12,000ដុំក្នុង1គីឡូក្រាមទីថាប៉ាក់នឹងរត់បានអោយបលយើងបងសុបាយចិត្តដែរព្រោះឲ្យយើងជាចន់ហ្នឹងយើងមិនសូវមានលុយកាប្រហែលដែរទៅទេមានតែរត់នឹងអោយបលខ្លះទៅហើយយើងមានដើមខ្លះបន្តិចតួចទៀតផ្សំសញ្ញាបងបានលើកការហ្នឹងដាំបងឥឡូវដាំជីវេឥឡូវរៀបចំដាំលឹកងប់ទៀតហើយជុំវិញដងនេះបងដាំអានងបងលុកបានកើ8លានអូនហើយ GP ក៏2លាននៅ6លានដែរនេះថាយើងកាន់បិទបែក្នុងផ្ទះអញ្ចឹងណាក្រៅពីទម្រង់ដាំដំណាំមូលនិធិជំនួយកសិករស្រុកឡុងភូថែមទាំងឧបត្ថម្ភដល់ប្រជាជនបលទុនអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វជាក់ស្ដែងគឺទម្រង់ចិញ្ចឹមគោពូជរបស់គ្រួសារពូគីមសាយនៅភូមិកកោឃុំតឹងហឹងស្រុកឡុងភូឆ្នាំ2022ពូបានសមាគមកសិករស្រុកឲ្យបុល50លានដុំពីមូលនិធិជំនួយកសិករមជ្ឈិមពូបានជួសជុលទ្រុងនិងទិញគោចិញ្ចឹមបន្ថែមបច្ចុប្បន្នតម្លៃគោកំពុងកើនឡើងប្រមាណជាង10លានដុំក្នុងមួយក្បាលមាមីងចិញ្ចឹមគោក្នុងភូមិមានការសប្បាយរីករាយយ៉ាងក្រៃលែងដោយឧស្សាហ៍ព្យាយាមថែទាំហេតុនេះហើយហ្វូងគោរបស់ពូគីមសាយឆាប់ធំពេលខ្លះហ្វូងគោរបស់ពូឡើងទៅដល់10ក្បាលពីកាលបងតុនផាន់ខាងនងយ៉ាងហ្នឹងlà 3ឆ្នាំយកមកចាំគោឲ្យធ្វើតុងហ្នឹងមកពីlàយើងធ្លាប់ចាំពីមិនមកជុំហើយដល់ហើយយើងមកយើងនឹកឃើញហៅថាយើងlàមកនេះយើងស្រឡាញ់រឿងការចាំសត្វថែតអញ្ចឹងយើងនៅស្រុកស្រែហ្នឹងស្រាប់ហ្នឹងមកពីlàយើងចាំសត្វថែតអញ្ចឹងទៅស្រែកាត់ស្មៅមកតាមហើយចម្បើងស្អីស្រែបងប្អូនហ្នឹងគេអោយហ្នឹងយើងចេះតែយកមកយើងដាក់ចូលក្នុងហូបហ្នឹងនៅក្នុងខែហ្នឹងឬសូវគេថាតម្លៃមានឡើងបានឡើងថ្លៃចឹងឃើញនេះដែរឃើញសុបាយចិត្តដែរមកពីlàការយើងចាំយើងចាំបានចំណេញមួយឆ្នាំខ្ញុំកាលមិនlàខ្ញុំចាំlàមួយឆ្នាំខ្ញុំលុកបានមួយកូនពីរកូនមកកូនគោធំlàជាង20លានđược sự quan tâm của đảng và nhà nước và hộiដោយការយកចិត្តទុកដាក់របស់បករដ្ឋនិងសមាគមថ្នាក់លើពីមូលនិធិជំនួយកសិករគ្រប់ថ្នាក់សមាគមកសិករស្រុកឡុងភូគ្រប់គ្រងនិងប្រគល់មូលនិធិជំនួយកសិករជាង 5,000 លានដុំឲ្យ141គ្រួសារបលទុនដើម្បីវិនិយោគចិញ្ចឹមសត្វដាំដំណាំនិងចងសម្ព័ន្ធផលិតហើយសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើនពីប្រភពទុនមូលនិធិជំនួយកសិករវិនិយោគសម្រាប់កសិករនៅលើមូលដ្ឋានស្រុកបានអភិវឌ្ឍច្រើនទម្រង់ចិញ្ចឹមសត្វនិងដាំដុះនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់និងប្រាក់ចំណូលស្ថិរភាពឲ្យច្រើនគ្រួសារអាចនិយាយបានថាមកដល់បច្ចុប្បន្នមូលនិធិជំនួយកសិករបានវិនិយោគប្រើប្រាស់ត្រឹមត្រូវតាមគោលដៅហើយនាំមកប្រសិទ្ធភាពជាក់ស្ដែងដល់កសិករប្រមូលចុងការនិងប្រាក់ដើមទុនមានប្រសិទ្ធភាពបណ្ដាទម្រង់ផលិតដូចជាការដាំបន្លែដាំឈូកចិញ្ចឹមគោពូជចិញ្ចឹមជ្រូកបានជួយគ្រួសារជាច្រើនអភិវឌ្ឍសេដ្ឋកិច្ច
កែលម្អជីវភាពរស់នៅនិងឈានឡើងចាក់ផុតភាពក្រីក្រដោយស្ថិរភាព